បុរសម្នាក់បានឃើញក្មេងប្រុសម្នាក់កំពុងលួចអីវ៉ាន់ពីផ្សារទំនើបរបស់គាត់ប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍គឺក្មេងប្រុសនោះមិនបានលួចអីវ៉ាន់ថ្លៃទេតែគាត់យកតែម្ហូបមីមួយកាបូបប៉ុណ្ណោះបុរសនោះសួរគាត់ថាហេតុអ្វីបានជាលួចក្មេងប្រុសនោះឆ្លើយដោយអារម្មណ៍មានកំហុសថាខ្លួនមកពីមណ្ឌលកុមារកំព្រាខាងលិចទីក្រុងហើយមិនបានបរិភោគអាហាររយៈពេលច្រើនថ្ងៃហើយគាត់អាចអត់ឃ្លានបានតែប្អូនរបស់គាត់មិនអាចទ្រាំបានទេកូនស្រីបុរសនោះដែលនៅក្បែរបានចំអកក្មេងប្រុសថាគាត់ជាចោរនាងនិយាយថាដូមិនចម្លែកទេដែលចោរចូលចិត្តធ្វើរឿងកខ្វក់បែបនេះប៉ុន្តែឪពុករបស់នាងបានស្ដីបន្ទោសថាស្ងាត់អ្នកណាបានបង្រៀនឲ្យឯងនិយាយបែបនេះបុរសនោះឃើញក្មេងប្រុសស្លេកស្លាំងក៏មិនបានហៅប៉ូលីសទេតែបែរជាឲ្យមីនោះទៅក្មេងប្រុសហើយសុំឲ្យជួយនាំគាត់ទៅមណ្ឌលកុមារកំព្រាហើយនិយាយថាបើឯងកុហកខ្ញុំនឹងហៅប៉ូលីសភ្លាមបន្ទាប់មកក្មេងប្រុសបាននាំបុរសនោះទៅមណ្ឌលកុមារកំព្រាខូចខាតមួយនៅពេលមើលឃើញស្ថានភាពបែបនេះគាត់មានអារម្មណ៍អាណិតជាខ្លាំងជីវិតក្មេងនៅទីនោះលំបាកជាងអ្វីដែលគាត់បានគិតទៅទៀតពួកគេមានទំនួលខុសត្រូវនិងស្លូតបូតគាត់បានចំអិនមីឲ្យបុរសញ៉ាំដោយការគោរពនៅពេលឃើញក្មេងមានចិត្តល្អបែបនេះបុរសបានសម្រេចចិត្តជួយបង់ថ្លៃសិក្សាឲ្យក្មេងទាំង3នាក់នៅទីនោះមិនតែប៉ុណ្ណោះគាត់បានបន្ថែមថវិកា20លានយ៉នដើម្បីសាងសង់មណ្ឌលកុមារកំព្រាថ្មីសម្រាប់កុមារដែលគ្មានផ្ទះនៅខាងលិចទីក្រុងកូនស្រីរបស់គាត់មិនពេញចិត្តទេនាងនិយាយថាក្រុមហ៊ុនយើងចំណេញក្នុងមួយឆ្នាំបានតែប្រហែល30លានប៉ុណ្ណោះហើយប៉ាបានយក20លានទៅឲ្យមណ្ឌលកុមារកំព្រាតែហេតុអ្វីទៅប៉ាបានឆ្លើយវិញថាប៉ាបានមានជោគជ័យថ្ងៃនេះព្រោះនៅថ្ងៃមុនមានមនុស្សល្អជួយឥឡូវនេះក្មេងទាំងនោះកំពុងលំបាកយើងមិនអាចមើលរំលងបានទេកូនស្រីមិនយល់ទេនាងគិតថានេះជាការចំណាយខុសចិត្តចំណែកឯក្មេងប្រុសកំព្រានោះគាត់សន្យានៅក្នុងចិត្តថានៅថ្ងៃណាខ្លួនធំឡើងគាត់នឹងតបស្នងគុណបុរសនោះវិញជាដាច់ខាតពេលវេលាបានកន្លងផុតទៅ20ឆ្នាំថ្ងៃមួយកណេបានប្រាប់បុរសថាថវិកា30លានយ៉នក្នុងកណេរបស់គាត់បានបាត់ពេលនោះកូនស្រីបានដើរចូលមកដោយអាកប្បកិរិយាមិនសមរម្យហើយបានទះកំភ្លៀងកណេនោះនឹងដេញឲ្យចេញទៅភ្លាមបុរសសួរថាតើកូនកំពុងធ្វើអ្វីកូនស្រីមិនយល់ទេនាងគិតថានេះជាការចំណាយខុសចិត្តនាងញញឹមដោយមិនខ្មាស់និងសារភាពថាប្រាក់ទាំងអស់នោះគឺនាងបានផ្ទេរចេញទៅហើយនាងនិយាយថាក្រុមហ៊ុនយើងចំណេញក្នុងមួយឆ្នាំបានតែ30លានប៉ុន្តែប៉ាបានយក20លានទៅជួសជុលមណ្ឌលកុមារកំព្រាប្រសិនប៉ាបានចង់ធ្វើជាមនុស្សល្អណាស់នោះសូមទៅសម្រាកនៅផ្ទះហើយធ្វើជាអ្នកសប្បុរសជនទៅឲ្យសប្បាយចិត្តពាក្យនោះធ្វើឲ្យបុរសមានកំហឹងនិងឡើងឈាមជាខ្លាំងអ្វីដែលធ្វើឲ្យគាត់ខូចចិត្តជាងនេះទៅទៀតគឺនាងនិយាយថានាងបានរកឃើញឪពុកម្ដាយពិតរបស់នាងហើយមិនចង់មានទំនាក់ទំនងជាកូនស្រីរបស់គាត់ទៀតឡើយបុគ្គលិកបានរត់ចូលមកជូនដំណឹងថាមានបុគ្គលិកជាច្រើនកំពុងឈរនៅខាងក្រៅដើម្បីមកទាមទារប្រាក់ខែបុរសនោះស្ទាក់ស្ទើរមិនជឿថាអ្វីដែលគាត់បានសាងសង់មកកំពុងរលំបុគ្គលិកបានប្រាប់ឲ្យគាត់គេចខ្លួនប៉ុន្តែបុរសនោះមិនព្រមឡើយគាត់ទ្រាំឲ្យគេគប់សុទ្ធខូចនិងបន្លាយខូចលើរាងកាយគាត់ហើយលុតជង្គង់ចុះសុំទោសបុគ្គលិកទាំងអស់ដោយស្នើឲ្យពួកគេទុកចិត្តទុកពេលឲ្យគាត់រយៈពេល3ថ្ងៃគាត់សន្យាថាទោះបីត្រូវលក់អ្វីទាំងអស់ក៏នឹងរកប្រាក់មកសងប្រាក់ខែឲ្យពួកគេឲ្យបានបុគ្គលិកបានប្រាប់ថាផ្ទះរថយន្តនិងទ្រព្យសម្បត្តិទាំងអស់របស់គាត់ត្រូវបានកូនស្រីចិញ្ចឹមផ្ទេរចេញទៅអស់ហើយបុរសជាឪពុកស្ទើរតែសន្លប់ពីព្រោះគ្មានអ្វីនៅសល់ទេពេលនោះគាត់បានឃើញព័ត៌មានលើទូរទស្សន៍ថាក្រុមហ៊ុនអន្តរជាតិធំមួយឈ្មោះ Kelong Tank Group កំពុងរៀបចំពិធីប្រកួតដេញថ្លៃជាសាធារណៈថ្ងៃស្អែកដែលមានគម្រោងចំនួន100លានបុរសគិតថានេះអាចជាឱកាសចុងក្រោយក្នុងការស្ដារឡើងវិញនៅអ្វីដែលគាត់បាត់បង់នៅថ្ងៃប្រកួតដេញថ្លៃបុរសមិនមានឈ្មោះក្នុងបញ្ជីភ្ញៀវទេហើយត្រូវមនុស្សជុំវិញចំអកនៅពេលដែលសន្តិសុខចង់បោះគាត់ចេញពីសាលប្រធានក្រុមហ៊ុន Kelong Tank Group បានដើរចូលមក